បាទសួស្តីបងប្អូននេះជាវីដេអូទី2របស់ខ្ញុំថ្ងៃនេះខ្ញុំចង់លើកឡើងអំពីមនុស្សដែលពូកែទ្រាំមនុស្សដែលពូកែទ្រាំគឺជាមនុស្សដែលទ្រាំនៅអ្វីដែលអ្នកដទៃមិនអាចទ្រាំបានយើងឃើញហើយថាអ្នកដែលពូកែទ្រាំនៅក្នុងរឿងប្រវត្តិសាស្ត្រចិនមានដូចជាហានស៊ីងជាមនុស្សដែលពូកែទ្រាំណាស់ទោះបីជាខ្លួនជួបនឹងការប្រមាថគ្រប់សពបែបយ៉ាងប៉ុណ្ណាក៏ដោយក៏ខ្លួនមិនបោះបង់ចោលនៅកូនដៅដ៏ធំរបស់ខ្លួននិងឆន្ទៈដ៏មុតស្រួចរបស់ខ្លួនព្រមទាំងយុទ្ធសាស្ត្រដ៏ជាក់លាក់របស់ខ្លួនដើម្បីសម្រេចបាននៅមហិច្ឆតារបស់ខ្លួនដែរហានស៊ីងតែងតែព្យាយាមឲ្យយោបល់ជាពិសេសនៅក្នុងកំឡុងពេលដែលខ្លួនទៅចុះចូលជាមួយនឹងស្ដេចសៀងហានស៊ីងធ្លាប់ឲ្យយោបល់ក៏ប៉ុន្តែពាក្យសម្ដីយោបល់និងគំនិតរបស់ហានស៊ីងមិនបានធ្វើឲ្យសៀងលៀងដែលជាពូរបស់សៀងអ៊ីនឹងចាប់អារម្មណ៍នេះទីបំផុតត្រូវបានគេបដិសេធនៅក្នុងជំរុំរបស់សៀងអ៊ីហានស៊ីងតែងតែផ្ដល់យោបល់ពីរបៀបដឹកនាំទ័ពរបៀបរៀបចំផែនការយុទ្ធសាស្ត្រដើម្បីត្រៀមទប់ទល់ក៏ដូចជាវាយលុកជាមួយនឹងចាងហានទូរងនៅការរិះគន់មិនពេញចិត្តនិងមិនឲ្យតម្លៃហើយតែងតែជាបដិសេធជានិច្ចរីឯហានស៊ីងក៏បានមកចុះចូលជាមួយនឹងលាវប៉ាងនៅក្រោមបង្គាប់របស់លាវប៉ាងមានមេតបជាច្រើនជាពិសេសអ្នកដែលនៅក្រោមបង្គាប់របស់លាវប៉ាងក៏មិនដែលស្ដាប់និងយកចិត្តទុកដាក់ទៅនឹងពាក្យសម្ដីក៏ដូចជាយោបល់របស់ហានស៊ីងដែរជាពិសេសទីប្រឹក្សាជំនិតរបស់លាវប៉ាងដូចជាសៀវហឺប៉ុន្តែហានស៊ីងនៅតែព្យាយាមឲ្យយោបល់ម្ដងហើយម្ដងទៀតរហូតដល់ធ្វើឲ្យសៀវហឺមានការចាប់អារម្មណ៍សៀវហឺក៏បានណែនាំទៅដល់លាវប៉ាងដែលធ្វើឲ្យហានស៊ីងទទួលបាននៅតំណែងដ៏កំពូលដែលយើងអាចនិយាយថានៅក្រោមគេម្នាក់ប៉ុន្តែខ្ពស់ជាងគេមួយទៀតនៅក្នុងរឿងសាមកុកយើងឃើញថាមានតួអង្គម្នាក់ដែលពូកែទ្រាំបំផុតគឺស៊ឺម៉ាអ៊ីជាមនុស្សដែលពូកែទ្រាំបំផុតទោះបីជាខ្លួនត្រូវទទួលរងនៅក្នុងការប្រមាថធ្វើជាក្តារឲ្យឆៅឡើងរទេះសេះហើយទទួលការមើលងាយការពាក្យគំរោះគំរើយពីឆៅយ៉ាងណាក៏ដោយក៏ស៊ឺម៉ាអ៊ីនៅតែពូកែទ្រាំជាពិសេសនៅក្នុងចំណោមត្រកូលឆៅគឺតែងតែរកលេសបង្កើតបញ្ហាដើម្បីទម្លាក់កំហុសទៅឲ្យស៊ឺម៉ាអ៊ីដោយតាំងពីឆៅយិនឆៅសួងឆៅភីក៏ប៉ុន្តែដោយសារតែស៊ឺម៉ាអ៊ីជាមនុស្សដែលមានឆន្ទៈមុតស្រួចមានគោលដៅធំនិងយុទ្ធសាស្ត្រវែងឆ្ងាយទទួលបាននៅលទ្ធផលដល់មហាសាលនៅក្នុងជីវិតរបស់ខ្លួនចុងក្រោយស៊ឺម៉ាអ៊ីបានដកដាវដែលខ្លួនបានសម្លៀងរយៈពេល10ឆ្នាំកាប់តែមួយដងហើយអាចសងសឹកទៅលើគ្រួសារឆៅទាញយកអំណាចមួយទៀតកើជៀននៅក្នុងរឿងចិត្តអំណត់ជាអំណាចកើជៀនជាស្ដេចមួយអង្គដែលនៅពេលនោះកើជៀនបានប្រយុទ្ធជាមួយនឹងនគរអ៊ូគឺស្ដេចហ្វូឆាយកើជៀនបានចាញ់សង្គ្រាមនៅក្រោមស្នាដៃរបស់ហ្វូឆាយហើយខ្លួនក៏បង្ខំចិត្តទៅធ្វើជាឆ្លើយសឹករបស់ហ្វូឆាយការទៅធ្វើជាឆ្លើយសឹកនេះវាជាការប្រមាថសម្បើមណាស់សម្រាប់ស្ដេចមួយអង្គនៅនគរយាជាពិសេសត្រូវទទួលរងនឹងការប្រមាថការជេរការតេះដៀលអំពីសំណាក់មន្ត្រីរបស់ស្ដេចហ្វូឆាយដែលធ្វើឲ្យខ្លួនមិនអាចទទួលយកបានផងប៉ុន្តែបើទោះបីជាខ្លួនត្រូវធ្វើជាឆ្លើយសឹកឲ្យហ្វូឆាយយកខ្នងធ្វើជាចណ្ដើរសម្រាប់ឡើងរទេះសេះរបស់ហ្វូឆាយពេលខ្លះខ្លួនប្រឹងប្រែងលាក់បិទបាំងពីសមាសភាពពិតរបស់ខ្លួនដើម្បីធ្វើយ៉ាងណាត្រៀមផែនការត្រៀមយុទ្ធសាស្ត្ររៀបចំគោលដៅជាថ្មីដើម្បីសងសឹកទៅលើហ្វូឆាយពេលខ្លះខ្លួនស្ទើរតែមិនអាចទទួលយកបានកើជៀនយកលាមករបស់ហ្វូឆាយមកធ្វើជាអាហារនៅពេលដែលកលៈទេសៈនិងឱកាសល្អមកដល់កើជៀនក៏បានរៀបចំក្បួនក៏បានធ្វើការសងសឹកទៅលើហ្វូឆាយបានសម្រេចហើយក៏បានស្ដារនគរយាឡើងវិញសរុបមកតាមរយៈតួអង្គទាំង3នេះយើងឃើញថាមនុស្សដែលពូកែទ្រាំពួកគេតែងតែទទួលបាននៅលទ្ធផលមហាសាលដែលពួកយើងមិនអាចស្មានបានហើយពួកយើងម្នាក់ហើយខ្ញុំជឿជាក់ថា
ពួកយើងម្នាក់ពិបាកនឹងទទួលយកណាស់នៅពេលដែលយើងជួបនៅស្ថានភាពបែបនេះប៉ុន្តែទាញចេញពីតួអង្គទាំង3នេះយើងអាចរៀនសូត្រពីពួកគេបានហើយតើសំណួរសួរថាបងប្អូនជាមនុស្សដែលពូកែទ្រាំឬជាមនុស្សដែលមិនសូវពូកែទ្រាំមិនសូវពូកែទ្រាំបានន័យថាឆេវឆាវឆាប់ខឹងឆាប់ឆេវឆាវសំបីតែរឿងបន្តិចបន្តួចបងប្អូនងាយនឹងខ្លាចទៅជាជនរងគ្រោះនៅក្នុងជីវិតសូមបងប្អូនចងចាំជានិច្ចមានតែការអត់ធ្មត់ទេទើបធ្វើឲ្យជីវិតរបស់យើងរីកចម្រើនវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបើសិនបើបងប្អូនមានយោបល់ឬចង់ចោទជាសំណួរបងប្អូនអាចសរសេរនៅក្នុង comment បានពួកយើងនឹងរៀនសូត្រពីគ្នាទៅវិញទៅមកហើយអ្វីដែលល្អបងប្អូនយកចុះអ្វីដែលមិនល្អបោះបង់ចោលជិះវាងនៅក្នុងការរិះគន់បែបជេរអសរោះពីព្រោះការជេរប្រមាថអសរោះវាជាគំនិតមិនល្អដែលធ្វើឲ្យយើងកាន់តែមានអរិយភាពរវាងគ្នានឹងគ្នាទៅវិញទៅមកដូច្នេះវីដេអូនេះមានតែប៉ុណ្្នឹងឯងបាទសូមអរគុណជម្រាបលា